ថ្លៃបណ្ណាការរបស់កូនស្រីខ្ញុំថ្លៃបណ្ណាការដែលខ្ញុំសន្សំរាប់10ឆ្នាំនិងរបស់របរផ្សេងទៀតសុទ្ធតែបាត់អស់ហើយសិនយូតើពិតជាល្បិចកលរបស់ពួកឯងមែនទេរឿងនេះតើមិននឹងអាចទៅរួចទៅថ្លៃបណ្ណាការច្រើនយ៉ាងនេះហើយទាំងអស់នេះសុទ្ធតែជាម្ដាយខ្ញុំរៀបចំដោយផ្ទាល់ដៃទៀតថ្លៃបណ្ណាការរៀបការថ្មីហើយថែមទាំងខំប្រឹងរៀបចំយ៉ាងយកចិត្តទុកដាក់ទៀតតើនរណាមានសមត្ថភាពអាចលួចរបស់ពីខ្លាំងរបស់វិមានសិនបានត្រឹមតែមួយយប់ទៅនិយាយទៅតើនរណាជឿគឺខ្ញុំនឹងណានាងចង្រៃឯងពិតជាលេងល្បិចបោកប្រាស់មែនមកដល់ពេលនេះហើយនៅតែចង់មកលេងល្បិចជាមួយពួកយើងទៀតកុំនិយាយច្រើនអីចំពោះថ្លៃបណ្ណាការដែលបាត់បង់នោះខ្ញុំមិនខ្វល់ទេតែឥឡូវខ្ញុំមានលក្ខខណ្ឌពីរយ៉ាងទី1ត្រូវសងថ្លៃបណ្ណាការរបស់ម្ដាយខ្ញុំមកវិញតាមបញ្ជីទី2ប្រកាសទៅខាងក្រៅថាអ្នកដែលរៀបការចូលយប់មិញគឺសិនអានរូតំណែងស៊ឺជីហ្វីរបស់វិមានហៅមិននឹងអាចឲ្យកូនស្រីរបស់ស្រីសទំដូចជាឯងមកធ្វើបានទៅរឿងនេះមិនបានដាច់ខាតយើងអាចបញ្ជូនសិនអានរូត្រឡប់ទៅវិមានសិនវិញអត់ទេខ្ញុំមិនព្រមទេប្អូនស្រីស៊ឺជាបានយកខ្លួនប្រាណរបស់ខ្ញុំទៅហើយសូមប្អូនស្រីយល់ដល់មនោសញ្ចេតនាជាច្រើនឆ្នាំមកនេះទុកខ្ញុំនៅក្នុងវិមានហៅផងទៅក្នុងមួយជីវិតនេះអ្វីដែលខ្ញុំស្អប់បំផុតគឺមនុស្សស្រីពុតត្បុតដូចជាឯងនេះឯងបើឯងហ៊ានហៅខ្ញុំថាប្អូនស្រីធ្វើឲ្យខ្ញុំខ្ពើមទៀតជឿទេថាខ្ញុំនឹងកាត់អណ្ដាតឯងចោលនាងខ្លាំធំមែនឯងហ៊ានប៉ះពាល់នាងផងប្អូនស្រីអានរូកុំធ្វើបាបស៊ឺជាអីគឺមកពីខ្ញុំទាំងអស់គួរឲ្យធុញណាស់មើលចុះពិតជាគូស្នេហ៍ដ៏កំសត់មែនបង្ខំចិត្តឲ្យនៅជាមួយគ្នាគឺមានតែនាំឲ្យស្លាប់ខ្លួនប៉ុណ្ណោះបើព្រមទទួលយកលក្ខខណ្ឌគ្រប់គ្នានឹងមានក្តីសុខតែបើមិនព្រមទេយប់នេះខ្ញុំនឹងឲ្យវិមានហៅនេះស្រក់ឈាមមិនខានឯងពិតជាប្រហែលណាស់ទោះបីជាឯងជាកូនស្រីរបស់ព្រះនាងម្ចាស់ក៏ដោយក៏យើងមានវិធីរាប់មិនអស់ដើម្បីឲ្យឯងរលាយខ្លួនបាត់ដែរបើអញ្ចឹងសាកមើលទៅទោះបីជាត្រូវស្លាប់ជាមួយគ្នាក៏ខ្ញុំត្រូវតែបំផ្លាញពួកឯងឲ្យអស់ដែរលោកម្ចាស់ប្រញាប់យល់ព្រមតាមនាងទៅនាងសំបីតែលោកក៏ហ៊ានសម្លាប់ដែរស្រីឈួតម្នាក់នេះច្បាស់ជាហ៊ានសម្លាប់កូនប្រុសយើងមិនខានទេហើយថ្លៃបណ្ណាការរបស់ខ្ញុំវិមានហៅត្រូវតែសងទាំងអស់ឃ្លាំងវិមានហៅត្រូវបានលួចអស់ហើយថ្លៃបណ្ណាការទាំងនោះក៏ទេអស់ដែរតើឲ្យយើងយកអ្វីមកសងនាងទៅថ្លៃបណ្ណាការរបស់ព្រះនាងម្ចាស់មានតម្លៃ200,000ដំឡឹងបើវិមានហៅគ្មានលទ្ធភាពសងទេអាចសរសេរលិខិតជំពាក់សិនក៏បានមិនខ្មាស់ជាអ្នកបម្រើរបស់ខ្ញុំមែនយើងអាចសរសេរលិខិតជំពាក់បានទៅយកទឹកថ្នាំនិងក្រដាសមកលោកម្ចាស់ខ្ញុំទុកពេលឲ្យលោកកន្លះខែបើហួសកំណត់ហើយនៅតែមិនព្រមសងទេខ្ញុំមានតែនាំមនុស្សមកកំទេចវិមានសិននេះហើយចាប់ពីពេលនេះទៅពួកយើងគ្មានអ្វីពាក់ព័ន្ធគ្នានោះទេស្លាប់រស់មិនជួបគ្នាឡើយដូចអ្វីដែលអ្នកនាងបានទីទុកអញ្ចឹងលោកម្ចាស់បានយល់ព្រមឲ្យសិនអានជីងធ្វើជាស៊ឺជាហ្វេហើយពួកគេបែរជាខ្វល់ខ្វាយពីកូនស្រីរបស់ស្រីស្រទុំខ្លាំងម្ល៉េះនេះពិតជាធ្វើឲ្យខ្ញុំឆ្ងល់ណាស់អ្នកនាងឥឡូវនេះអ្នកនាងបានធ្វើឲ្យអាក់អន់ចិត្តទាំងវិមានហៅនិងវិមានសិនហើយតើពួកយើងគួរធ្វើម៉េចទៅខ្លាចអីទៅខ្ញុំជាកូនស្រីរបស់ព្រះនាងម្ចាស់និងជាក្មួយស្រីបង្កើតរបស់ព្រះចៅអធិរាជណាប៉ុន្តែអ្នកនាងមានសុខភាពខ្សោយតាំងពីតូចមិនដែលបានចូលគាល់ព្រះរាជាឡើយម្យ៉ាងទៀតពេលនេះទ្រង់កំពុងរៀបចំការចងសម្ព័ន្ធមិត្តរវាងណានចៅនិងធានយានដោយត្រូវបញ្ជូនព្រះនាងប៉ៃលីងទៅរៀបការឆ្ងាយទៀតផងនាងនិយាយត្រូវហើយនៅក្នុងសង្គមរាជានិយមបែបនេះបើចង់រស់នៅដោយមានសុវត្ថិភាពខ្ញុំត្រូវតែស្វែងរកបង្អែកដ៏រឹងមាំមួយឲ្យខានតែបាន
តានោះជានរណាទៅហើយអ្វីមានក្បួនដង្ហែធំធេងម្ល៉េះមើលទៅលើទង់ជាតិនិងឯកសណ្ឋាននោះប្រហែលជាក្បួនរបស់ព្រះរាជបុត្រនៃកូធានយានហើយព្រះរាជបុត្រនៃកូធានយានព្រះរាជបុត្រទ្រង់មានផ្ទុកថ្នាំពុលក្នុងព្រះកាយហើយថែមទាំងត្រូវធ្វើដំណើររាប់ពាន់លីដើម្បីមកភ្ជាប់ចំណងមេត្រីភាពទៀតពិតជាលំបាកខ្លាំងណាស់ហើយមិនអីទេណានចៅព្រមបញ្ជូនព្រះនាងដែលគេស្រឡាញ់បំផុតមកភ្ជាប់ចំណងមេត្រីភាពគឺដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរសង្ឃឹមថាការយាងមកលើកនេះរបស់ព្រះរាជបុត្រនឹងទទួលបានជោគជ័យនិងនាំមកនូវសុភមង្គលការចងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរមិននឹងមានមនោសញ្ចេតនាផ្ទាល់ខ្លួនទៅព្រះបតាមានព្រះជន្មច្រើនឯព្រះរាមក៏សោយទីវង្គតបាត់ទៅហើយបងប្អូនឯទៀតក៏កំពុងតែដណ្ដើមអំណាចគ្នាទៀតរូបរាងកាយដ៏ទន់ខ្សោយរបស់ខ្ញុំនេះមិនដឹងជារស់បានដល់ពេលណាទេការមកណានចៅលើកនេះគឺដើម្បីជាតិមាតុភូមិមិនមែនដើម្បីរឿងស្នេហានោះឡើយព្រះរាជបុត្រទ្រង់មានព្រះតម្រិះច្បាស់លាស់បែបនេះពិតជាលាភសំណាងរបស់ប្រទេសជាតិណាស់ហើយវ៉ាវតានោះមិនមែនជាបុរសសង្ហាបំផុតនៅក្នុងโลกនេះទេអីឲ្យខ្ញុំមើលបន្តិចមើលដៃរបស់គាត់ពិតជាស្អាតខ្លាំងណាស់កូនស្រីរបស់ព្រះនាងម្ចាស់នៃណានចៅម្នាក់នេះគួរឲ្យចាប់អារម្មណ៍មែនអ្នកនាងពួកយើងឥឡូវនេះគ្មានកន្លែងទៅទេតើអ្នកនាងនៅមានអារម្មណ៍ទៅមើលរឿងអញ្ចឹងទៀតឯងមិនបាននិយាយទេអីថាព្រះរាជាកំពុងតែបារម្ភពីរឿងរៀបការរបស់ព្រះនាងប៉ៃលីងនេះហើយជាបង្អែកដ៏ល្អបំផុតដែលរត់មកស្វែងរកយើងដោយផ្ទាល់ក្រាបទូលព្រះរាជាឥឡូវនេះក្បួនដង្ហែរបស់ព្រះរាជបុត្រធានយានបានធ្វើដំណើរមកដល់នគរណានចៅហើយព្រះនាងប៉ៃលីងជាកូនស្រីតែមួយគត់របស់ខ្ញុំការធ្វើដំណើរទៅកាន់ធានយានផ្លូវឆ្ងាយសែនឆ្ងាយខ្ញុំពិតជាបារម្ភពីនាងខ្លាំងណាស់មិនដឹងថាអាចបានជួបនាងម្ដងទៀតឬអត់ទេក្រាបទូលព្រះរាជាកូនស្រីច្បងនៃវិមានសិនអានរូបានកាន់ត្បូងតំណាងរបស់ព្រះនាងម្ចាស់ដែលបានចែកឋានទៅដើម្បីសុំចូលគល់ព្រះនាងម្ចាស់បានចែកឋានទៅរាប់សិបឆ្នាំហើយល្អណាស់ប្រញាប់ឲ្យនាងចូលមកនាងនិយាយថានាងចង់ស្ម័គ្រចិត្តទៅរៀបការជំនួសកូនស្រីរបស់យើងក្រាបទូលព្រះបិតុលាអានរូស្ម័គ្រចិត្តជួយសម្រាលទុក្ខលំបាករបស់ព្រះអង្គនិងជួយដល់ប្អូនស្រីប៉ៃលីងការរៀបការចងសម្ព័ន្ធមិត្តនេះមិនមែនជារឿងលេងសើចទេតើនាងដឹងទេថាវាមានន័យយ៉ាងណាវាមានន័យថាខ្ញុំត្រូវចាកចេញពីទឹកដីកំណើតទៅកាន់ស្រុកគេដ៏ឆ្ងាយប៉ុន្តែសុវត្ថិភាពនិងសន្តិភាពរបស់ណានចៅគឺសំខាន់ជាងអានរួមមានសុខភាពខ្សោយតាំងពីតូចមិនទាន់បានតបស្នងគុណព្រះអង្គឡើយលើកនេះសូមឲ្យខ្ញុំបានធ្វើរឿងនេះចុះកូនល្អប្រញាប់ក្រោកឡើងមហាថ្លឹកឈិនចូលប្រកាសរាជសារតែងតាំងកូនស្រីរបស់ព្រះនាងម្ចាស់សិនអានរូជាព្រះនាងលំដាប់ទី1ដើម្បីរៀបការជាមួយធានយានស៊ឺជីគឺមកពីខ្ញុំប្រដៅកូនស្រីមិនបានល្អធ្វើឲ្យនាងហ៊ានទៅគំរាមកំហែងដល់លោកនិងស៊ឺជីបែបនេះប៉ុន្តែវិមានសិននឹងប្រញាប់ប្រមូលប្រាក់200,000 ដំឡឹងដើម្បីសងទៅវិមានហៅវិញឲ្យបានឆាប់បំផុត